លេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជារៀបចំបឋកថាស្ដីពីជំហានដំបូងនៃការអនុវត្តនយោបាយឈ្នះឈ្នះចេញពីតំបន់អូរ៉ាល់ឆ្ពោះទៅសំឡូតនៅព្រឹកថ្ងៃទី14ខែកុម្ភៈឆ្នាំ2026អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាបានរៀបចំបឋកថាស្ដីពីជំហានដំបូងនៃការអនុវត្តនយោបាយឈ្នះឈ្នះចេញពីតំបន់អូរ៉ាល់ឆ្ពោះទៅសំឡូតដែលជាការចែករំលែកដោយវាគ្មិនកិត្តិយសឯកឧត្តមកែវពងសមាជិកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជានិងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមវិធីនេះបានប្រព្រឹត្តទៅនៅវិមាន7មករាទីស្តីការគណៈបកប្រជាជនកម្ពុជាក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ាណីសមាជិកគណៈអចិន្ត្រៃយ៍និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាឯកឧត្តមលីយ៉ុងផាត់ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាឯកឧត្តមពេញពូនីសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាឯកឧត្តមលោកជំទាវសមាជិកសមាជិកាគណៈកម្មាធិការកណ្ដាលគណៈបកនិងតំណាងស្ថាប័នជំរុញគណៈកម្មាធិការកណ្ដាលគណៈបកជាច្រើនរូបបឋកថានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកនៅរឿងរ៉ាវប្រវត្តិសាស្ត្រដល់មន្ត្រីគណៈបកបន្តវេនដោយវាគ្មិនកិត្តិយសដែលជាសាក្សីរស់និងជាផ្នែកមួយនៃដំណើរស្វែងរកសន្តិភាពការផ្សះផ្សានិងការបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះឈ្នះតាមរយៈបទបង្ហាញផ្អែកលើបទពិសោធន៍ពិតពីតួអង្គដែលស្ថិតក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្របឋកថានេះបានផ្ដល់ការយល់ដឹងជ្រាលជ្រៅអំពីចក្ខុវិស័យវែងឆ្ងាយនិងការសម្រេចចិត្តដ៏ក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុនក្នុងការជ្រើសរើសផ្លូវនយោបាយជំនួសអាវុធដើម្បីសម្រេចបាននូវការរួបរวมនិងការឯកភាពជាតិពេញលេញវេទិកានេះបានរំលឹកពីគុណតម្លៃនៃថ្ងៃ7មករាដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនៅកម្ពុជានិងជាមរតកផ្នែកស្មារតីសម្រាប់ការលើកកម្ពស់កតញ្ញូតាមោទនភាពនិងសក្ខីភាពចំពោះជាតិនិងប្រជាជនលើសពីនេះការរៀបចំបឋកថាក៏មានសារៈសំខាន់នេះគឺជាការចងក្រងនិងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃដែលជាភស្តុតាងប្រវត្តិសាស្ត្របញ្ជាក់ថាសុខសន្តិភាពដែលកម្ពុជាកំពុងទទួលបានសពថ្ងៃមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែជាលទ្ធផលនៃការតស៊ូការលះបង់និងការបដិញ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំនិងអិសរាជជនកម្ពុជាជំនាន់មុន